ប្រទេសជប៉ុនបានឈានដល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយទៀតហើយតាមរយៈការធ្វើតេស្តបាញ់បង្ហោះមីស៊ីលគ្រូសប្រភេទ Tomahawk ជាលើកដំបូងរបស់ខ្លួនពីលើនាវាចម្បាំងក្នុងដែនទឹកមហាសមុទ្រប៉ាស៊ីហ្វិកកាលពីថ្ងៃទី29 ខែកក្កដាការបាញ់តេស្តដ៏មានអត្ថន័យនេះត្រូវបានធ្វើឡើងពីលើនាវាពិឃាតដ៏ទំនើបឈ្មោះថា JS Chokai ដែលជាផ្នែកមួយនៃដំណើរការឆ្ពោះទៅរកការដាក់ពង្រាយអាវុធយុទ្ធសាស្ត្រនេះដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួនក្រោមគោលនយោបាយយោធាថ្មីដែលមានលទ្ធភាពអាចវាយប្រហារគោលដៅរបស់គូប្រជែងពីចម្ងាយបានយ៉ាងមានប្រសិទ្ធភាពយោងតាមសេចក្តីប្រកាសផ្លូវការរបស់ក្រសួងការពារជាតិជប៉ុនបានដឹងថាការធ្វើតេស្តនេះបានបញ្ជាក់យ៉ាងច្បាស់ថាមីស៊ីល Tomahawk គឺពិតជាអាចបាញ់ចេញដោយជោគជ័យនិងមានសុវត្ថិភាពក្រោមលក្ខខណ្ឌប្រតិបត្តិការជាក់ស្ដែងដោយថែមទាំងបានជួយផ្ទៀងផ្ទាត់និងវិតម្លៃលើកម្រិតជំនាញក៏ដូចជាសមត្ថភាពរបស់ក្រុមនាវិកក្នុងការគ្រប់គ្រងការបាញ់បង្ហោះនេះផងដែរមីស៊ីលគ្រុយប្រភេទនេះត្រូវបានគេចាត់ទុកថាជាស្នូលឬជាឆ្អឹងខ្នងនៃយុទ្ធសាស្ត្រថ្មីរបស់ទីក្រុងតូក្យូក្នុងការបំពាក់ខ្លួនឯងនូវសមត្ថភាពវាយប្រហារចម្ងាយឆ្ងាយក្នុងគោលបំណងទប់ស្កាត់ការឈ្លានពានឬការគំរាមកំហែងផ្សេងៗពីសំណាក់ប្រទេសជិតខាងដែលមានមហិច្ឆតាខ្លាំងក្លាដូចជាប្រទេសចិននិងកូរ៉េខាងជើងជាដើមគួរបញ្ជាក់ផងដែរថាជប៉ុនបានដាក់បញ្ជាទិញមីស៊ីល Tomahawk ប្រមាណជា400គ្រាប់ពីសហរដ្ឋអាមេរិកដែលគម្រោងនៃការបញ្ជូនមកដល់គឺត្រូវឲ្យរួចរាល់ជាស្ថាពរត្រឹមខែមីនាឆ្នាំ2028កិច្ចសន្យាទិញលក់ដែលមានតម្លៃរហូតដល់ទៅ2.35 ប៊ីលានដុល្លារអាមេរិកដែលបានចុះហត្ថលេខានៅក្នុងឆ្នាំ2026នេះគឺជាក្នុងចំណោមការបញ្ជាទិញដ៏ធំបំផុតមិនធ្លាប់មានពីសំណាក់ប្រទេសក្រៅទោះបីជាទីភ្នាក់ងារសារព័ត៌មាន Bloomberg ធ្លាប់បានរាយការណ៍កាលពីខែមេសាកន្លងទៅថាសហរដ្ឋអាមេរិកបានជូនដំណឹងដល់ទីក្រុងតូក្យូអំពីការរអាក់រអួលដែលអាចកើតមានចំពោះការដឹកជញ្ជូនដោយសារតែការប្រើប្រាស់មីស៊ីលទាំងនេះក្នុងសង្គ្រាមប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ក៏ដោយក៏រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនលោក Shinjiro Koizumi បានចេញមកបញ្ជាក់អះអាងយ៉ាងច្បាស់ថាមិនមានការប្រែប្រួលណាមួយកើតឡើងចំពោះការវិភាគនៃការចែកចាយមីស៊ីល Tomahawk ផ្សេងទៀតនោះឡើយ